ហើយមានរឿងធំជាមួយនឹងចិនហើយគិតទៅអាកម្ពុជាចៅនេះមើលងាយចិត្តសាសដតីខ្លាំងណាស់ថ្ងៃមុនទើបតែមានបញ្ហាជាមួយនឹងប្រទេសរុស្ស៊ីពាក់ព័ន្ធជាមួយនឹងករណីឃាតកម្មទៅលើកុមារទេសចររបស់ជនជាតិរុស្ស៊ី2នាក់រដ្ឋមន្ត្រីក្រសួងការបរទេសថៃចេញមកលុតជង្គង់សុំទោសរុស្ស៊ីយ៉ាងប្រញាប់ប្រញាល់ឥឡូវនេះដល់ថ្នាក់ជាមួយនឹងប្រទេសចិនទៀតហើយព្រឹត្តិការណ៍នេះកំពុងតែផ្ទុះយ៉ាងសាហាវនៅប្រទេសចិននិងបណ្ដាប្រទេសផ្សេងៗកំពុងតែរងចាំមើលតើប្រទេសថៃនឹងមានចំណាត់ការបែបណាជាមួយនឹងប្រទេសចិនហេតុការណ៍ដ៏ចម្រូងចម្រាសនិងប្រជែងគ្នាមួយបានកាត់ឡើងនៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិនាវេលាម៉ោងប្រមាណជា 23:00 នាទីយប់ថ្ងៃទី 29 ខែកក្កដាឆ្នាំ 2026 នៅពេលដែលអ្នកគាំទ្រជនជាតិចិនមួយក្រុមធំបានបើកការសម្រុកនិងបំពានទៅលើបទបញ្ញត្តិសន្តិសុខអាកាសយានដ្ឋានដើម្បីចូលទៅជិតសិល្បករចិនក្នុងដួងចិត្តរបស់ពួកគេដែលកំពុងតែរៀបចំធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនតាមជើងហោះហើរ TG674 របស់ក្រុមហ៊ុនអាកាសចរថៃអេវេក្រុមអ្នកគាំទ្រទាំងនោះបានជ្រៀតជ្រែកចូលទៅក្នុងតំបន់សេវាកម្មបន្ទប់ទទួលភ្ញៀវពិសេសដោយគ្មានការអនុញ្ញាតបង្ខំឲ្យបុគ្គលិកថៃអេវេស្នើសុំកម្លាំងសមត្ថកិច្ចសន្តិសុខមកអន្តរាគមន៍និងអញ្ជើញពួកគេចេញពីទីតាំងទោះជាយ៉ាងណាក៏ដោយក្រុមអ្នកគាំទ្រនៅតែបន្តដេញតាមសិល្បករនោះរហូតទៅដល់តំបន់រងចាំឡើងយន្តហោះនិងលើស្ពានតភ្ជាប់ទៅកាន់យន្តហោះដោយពួកគេបានបដិសេធមិនព្រមសហការគ្នានៅក្នុងការត្រួតពិនិត្យប័ណ្ណឡើងយន្តហោះនិងឯកសារធ្វើដំណើរឡើយរហូតធ្វើឲ្យក្រុមហ៊ុនអាកាសចរត្រូវសម្រេចចិត្តបិទទ្វារយន្តហោះជាបណ្ដោះអាសន្នជាលទ្ធផលក្រុមអាកាសចរបានបដិសេធមិនឲ្យអ្នកដំណើរចិនដែលមានសម្បត្តិចំនួន22នាក់ឡើងយន្តហោះនោះទេដោយសារតែការបំពានទៅលើវិធានការសន្តិសុខផ្លូវអាកាសដែលនៅក្នុងនោះ12រូបបានយល់ព្រមដកយកភស្តុភារដូចជាវ៉ាលីចេញពីប្រព័ន្ធដឹកជញ្ជូនរីឯ10នាក់ផ្សេងទៀតបានបដិសេធនិងបង្ហាញកាយវិការប្រឈមមុខដាក់ជាមួយនឹងបុគ្គលិកថៃអេវេបញ្ហានេះបានរីករាលដាលកាន់តែខ្លាំងនិងបង្កឲ្យមានការខឹងសម្បារជាសាធារណៈនៅលើបណ្ដាញសង្គមបន្ទាប់ពីមានការលេចធ្លាយវីដេអូឃ្លីបដែលបានបង្ហាញថាមន្ត្រីសន្តិសុខអាកាសយានដ្ឋានថៃម្នាក់បានធ្វើកាយវិការរើសអើងជាតិសាសន៍ដូចជាធ្វើភ្នែកសម្លក់ទៅកាន់ក្រុមអ្នកដំណើរចិននៅក្នុងកំឡុងពេលដែលប្រជុំមុខដាក់គ្នាដល់តានតឹងទាំងនោះជាមួយករណីនេះអាជ្ញាធរអាកាសយានដ្ឋានសុវណ្ណភូមិបានចេញសេចក្តីថ្លែងការណ៍សុំទោសជាសាធារណៈចំពោះទង្វើមិនសមរម្យនិងខ្វះវិជ្ជាជីវៈរបស់មន្ត្រីរូបនោះខាងអាកាសយានដ្ឋានបានរៀបរាប់និងពន្យល់ថាទោះបីជាប្រតិបត្តិការរារាំងនិងបដិសេធមិនឲ្យឡើងលើយន្តហោះលើអ្នកដំណើរទាំង22រូបនេះក៏ដោយវាគឺជាវិធានការចាំបាច់ដើម្បីការពារសុវត្ថិភាពនៃការហោះហើរនិងការការពារអ្នកដំណើរទូទៅយ៉ាងណាក៏ដោយប៉ុន្តែអិរិយាបថរបស់មន្ត្រីសន្តិសុខរូបនោះគឺជារឿងដែលមិនអាចទទួលយកបានឡើយហេតុការណ៍ទាំងអស់នេះបានធ្វើឲ្យអាជ្ញាធរអាកាសយានដ្ឋានចេញបញ្ជាដាក់ទណ្ឌកម្មខាងវិស័យវិន័យភ្លាមៗទៅលើមន្ត្រីបង្កព្រមទាំងប្រកាសកែលម្អប្រព័ន្ធគ្រប់គ្រងនិងការវឹកវើបុគ្គលិកដើម្បីធានាថាការអនុវត្តច្បាប់ត្រូវតែធ្វើឡើងប្រកបទៅដោយស្តង់ដារនិងការគោរពសិទ្ធិអ្នកធ្វើដំណើរឆ្លើយតបទៅនឹងវិបត្តិដែលកំពុងតែកើនឡើងកម្ដៅនេះឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃគឺលោកស៊ីហាសៈភូមិគៀតកែវក៏បានចេញមុខថ្លែងការណ៍នៅឯវិមានរដ្ឋាភិបាលទីក្រុងបាងកកកាលពីព្រឹកថ្ងៃពុធទី5ខែសីហាឆ្នាំ2026នេះដោយបានលើកឡើងថាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃគួរតែចូលរួមចំណែកនៅក្នុងការជួយពន្យល់អំពីហេតុការណ៍ចម្រូងចម្រាសនេះលោកស៊ីហាសៈបានគូបញ្ជាក់ថាចំនួនពាក់ព័ន្ធជាមួយនឹងអ្នកទេសចរនៅអាកាសយានដ្ឋានសុវណ្ណភូមិគឺជាប្រធានបទដ៏រសើបខ្លាំងដែលតម្រូវឲ្យមានការរៀបចំកិច្ចការការទូតដោយប្រុងប្រយ័ត្ននិងជៀសវាងការធ្វើឲ្យសេចក្តីថ្លែងការណ៍សាធារណៈដែលនាំឲ្យស្ថានភាពតានតឹងនេះកាន់តែធ្ងន់ធ្ងរលោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាភារកិច្ចចម្បងរបស់អ្នកការទូតដែលប្រចាំការនៅបរទេសគឺជាការលើកកម្ពស់ទំនាក់ទំនងនិងការយោគយល់គ្នារវាងប្រជាជាតិទាំងពីរដូច្នេះរាល់សេចក្តីថ្លែងការណ៍ត្រូវតែគិតគូរអំពីការទទួលខុសត្រូវនិងមិនគួរជួយបន្ថែមប្រេងទៅលើភ្លើងនោះឡើយដោយលោកជឿជាក់យ៉ាងមុតមាំថាឯកអគ្គរដ្ឋទូតចិនយល់ច្បាស់អំពីតួនាទីនេះលោកក៏បានបន្ថែមទៀតថាគោលការណ៍ការទូតដូចគ្នានេះត្រូវតែអនុវត្តចំពោះឯកអគ្គរដ្ឋទូតថៃដែលបម្រើការនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនផងដែរនៅក្នុងជំហរផ្លូវការនៃរដ្ឋាភិបាលទីក្រុងបាងកកលោកស៊ីហាសៈភូមិគិតកែវបានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថាប្រទេសថៃចាំបាច់ត្រូវតែបន្តអនុវត្តនៅបទ
បញ្ញត្តិនិងច្បាប់អន្តោប្រវេសន៍ព្រមទាំងវិធានការសន្តិសុខអាកាសចររបស់ខ្លួនឲ្យបានម៉ឺងម៉ាត់បំផុតទន្ទឹមទៅនឹងការរៀបចំសន្តិសុខអាជ្ញាធរថៃត្រូវតែធានាឲ្យបានថាភ្ញៀវទេសចរបរទេសនិងអ្នកធ្វើដំណើរអន្តរជាតិទាំងអស់ទទួលបានបទពិសោធន៍ដ៏វិជ្ជមាននិងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅមកដល់ប្រទេសថៃលោករដ្ឋមន្ត្រីបានបូកសរុបថាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវតែធ្វើការខិតខំប្រឹងប្រែងដើម្បីស្វែងរកតុល្យភាពដ៏ត្រឹមត្រូវមួយរវាងការអនុវត្តច្បាប់សន្តិសុខឲ្យបានតឹងរ៉ឹងនិងការរក្សានៅរូបភាពកិត្យានុភាពរបស់ប្រទេសថៃជាគោលដៅទេសចរដ៏ទាក់ទាញនិងស្វាគមន៍ទៅដល់អ្នកធ្វើដំណើរមកពីគ្រប់ទិសទីលើពិភពលោកការថ្លែងសារនេះគឺបានធ្វើឡើងនៅក្នុងគោលបំណងរំលត់កម្ដៅនយោបាយនិងការការពារទំនាក់ទំនងសេដ្ឋកិច្ចទេសចររវាងថៃនិងចិនកុំឲ្យរងផលប៉ះពាល់ដោយសារតែឧបទ្ទវហេតុរបស់អ្នកគាំទ្រសិល្បករនិងការប្រព្រឹត្តខុសឆ្គងរបស់បុគ្គលិកសន្តិសុខមួយរូបបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានអញ្ចឹងលើកនេះលោកស៊ីហាសាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបានចេញធ្វើសេចក្តីថ្លែងការណ៍ទៀតហើយក៏បានជំរុញឲ្យឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសថៃឲ្យធ្វើអ្វីឲ្យមានការប្រុងប្រយ័ត្ននេះចាត់ទុកថាគឺជាការដាស់រំលឹកឬក៏ការគំរាមកំហែងមួយទៅកាន់ប្រទេសចិនផងដែរប៉ុន្តែអ្វីដែលជាការឆ្លើយតបបន្ទាន់របស់ឯកអគ្គរដ្ឋទូតចិននៅក្នុងទីក្រុងបាងកកនោះយើងមិនទាន់បានទទួលព័ត៌មានទេដោយយើងនឹងរងចាំបន្តថាតើចិននឹងធ្វើការប្រតិកម្មបែបណាចំពោះការធ្វើសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីកម្ពុជារបស់ថៃមួយរូបនេះនៅក្នុងព្រឹត្តិការណ៍ព័ត៌មានដែលយើងបានដកស្រង់ចេញពីកាសែតខៅសុតអ៊ីងលីសនៅពេលនេះចំណុចដែលយើងគួរឲ្យចាប់អារម្មណ៍នោះយើងឃើញថាជនជាតិថៃមិនថាចំពោះភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសណាទេពួកគេតែងតែធ្វើអិរិយាបថមើលងាយមើលស្រាលតែម្ដងហើយនេះយើងមិននិយាយចំពោះតែបុគ្គលិកដែលធ្វើការនៅអាកាសយានដ្ឋានទេសូម្បីតែនៅតាមភោជនីយដ្ឋាននៅតាមហាងឬក៏នៅក្នុងតំបន់ទេសចររបស់ថៃផ្ទាល់តែម្ដងតែងតែសង្កេតឃើញមានរឿងរ៉ាវបែបនេះកើតឡើងជាបន្តបន្ទាប់បើមិនវៃដំច្រំធាក់ទេក៏ជេរប្រមាថនៅតាមទីសាធារណៈចំពោះភ្ញៀវទេសចរអន្តរជាតិដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីឥរិយាបថសិលធម៌និងសេចក្តីថ្លៃថ្នូររបស់ជនជាតិថៃមកលើមនុស្សជាតិក្នុងពិភពលោកក្រោមក្រសែភ្នែកអវិជ្ជមានជាទីបំផុតដូច្នេះសូមផ្ដាំផ្ញើទៅដល់បងប្អូនប្រិយមិត្តទេសនិកជនឬក៏បងប្អូនដែលមានញាតិមិត្តដែលជាជនបរទេសទៅលេងប្រទេសថៃសូមឲ្យមានការប្រុងប្រយ័ត្នផងហើយបងប្អូនជួយ share វីដេអូនេះទៅកាន់បណ្ដាញសង្គមផងក្រែងលោបរទេសគាត់អាចស្ដាប់បានគាត់អាចយល់ហើយយកចិត្តទុកដាក់ខ្ពស់នឹងការប្រុងប្រយ័ត្នខ្លួនប្រសិនបើមានឧបទ្ទវហេតុណាមួយកើតឡើងនៅក្នុងប្រទេសថៃនោះពិតជាចប់ជាមិនខានឡើយពីព្រោះថាជនជាតិនេះគេកាន់ជើងគ្នាគេណាស់ខុសយកជាត្រូវធ្វើយ៉ាងណាក៏ដោយមិនខ្វល់អំពីសុខសុវត្ថិភាពនិងការពិតជាក់ស្ដែងរបស់ភ្ញៀវទេសចរបរទេសនោះឡើយតាក់ទងជាមួយព្រឹត្តិការណ៍អវិជ្ជមានដែលកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសថៃនៅក្នុងរយៈពេលប្រមាណសប្តាហ៍ចុងក្រោយនេះវាបាននឹងកំពុងតែប៉ះពាល់យ៉ាងខ្លាំងទៅលើសេចក្តីថ្លៃថ្នូរនិងកំណើនលើវិស័យទេសចររបស់ថៃដែលជាវិស័យមួយដ៏ធំធេងបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសមួយនេះប្រសិនបើវិស័យទេសចរត្រូវបានដួលរលំដោយសារតែការបំផ្លាញកេរ្តិ៍ឈ្មោះកិត្តិយសរបស់ជនជាតិថៃថ្នាក់ដឹកនាំថៃត្រូវតែបន្តលុតជង្គង់សុំទោសទៅអង្វរសុំទានប្រទេសជិតខាងដោយអ្វីដែលយើងបានឃើញសពថ្ងៃនេះមិនថាតែវិស័យទេសចរនេះឬក៏វិស័យពាណិជ្ជកម្មឡើយកាលពីម្សិលមិញបងប្អូនប្រហែលជាបានឃើញហើយលោកនាយករដ្ឋមន្ត្រីអនុទានចន្ទភកុលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងគោលបំណងដើម្បីសុំចរចាបើកិច្ចសហប្រតិបត្តិការទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសម៉ាឡេស៊ីប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបើតាមរយៈការព្យាករណ៍ទៅលើផ្នែកពាណិជ្ជកម្មនៃប្រទេសឥណ្ឌូនេស៊ីប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានសង្វាក់ផលិតកម្មធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូច្នេះប្រទេសមួយនេះពួកគេមានភាពសម្បូរបែបទៅដោយទំនិញនៃការផលិតនៅក្នុងស្រុកបើទោះបីជាថៃព្យាយាមធ្វើការទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយនឹងឥណ្ឌូនេស៊ីយ៉ាងណាក៏ដោយក៏នៅតែលំហូរនៃការនាំចូលចេញពីប្រទេសថៃចូលទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅតែមានបរិមាណទាបជាងប្រទេសថៃហូរចូលប្រទេសកម្ពុជាផងដែរដូច្នេះស្ថិតនៅក្នុងស្ថានភាពពេលនេះពលគឺប្រជាជនកម្ពុជាបានធ្វើការពហិការមិនប្រើប្រាស់មិនទិញមិនទទួលទានផលិតផលរបស់ថៃវាបាននឹងកំពុងតែវាយបំបាក់ដៃស្ដាំពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ថៃយ៉ាងដំណំរហូតធ្វើឲ្យស្ថានភាពពេលបច្ចុប្បន្នធ្វើឲ្យថៃត្រូវតែរត់រកប្រទេសជិតខាងគ្រប់ច្រកល្ហកដើម្បីស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបើពុំដូច្នោះទេប្រទេសមួយនេះមានតែក្បាលយោធាទេដែលរឹងមាំប៉ុន្តែស្ថានភាពប្រាក់ចំណូលរបស់ប្រជាជននឹងមានការធ្លាក់ចុះជាលំដាប់បន្តិចម្ដងដែលស្ទើរតែនឹងមិនអាចស្ដាររួចឡើងវិញនៅក្នុងរយៈពេលខ្លីអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់យើងនឹងបន្តជួបគ្នានៅព្រឹត្តិការណ៍ព័ត៌មានជាបន្តបន្ទាប់ក្នុងវីដេអូក្រោយសូមអរគុណសូម
ជម្រាបលា